ដោយពីការថតបែបនេះមកជា frame បែបនេះវិញការខុសគ្នាឬក៏ភាពខុសគ្នានេះមិនមែនតកតងជាមួយនឹងកាមេរ៉ាអ្នកនរគ្នាទេប៉ុន្តែគឺជាការរៀបចំនិងការប្រើប្រាស់ភ្លើងរបស់អ្នកនរគ្នាចាំបាច់ទៅលួចមើលទៅអីឥឡូវចូលមកនឹងប្រាប់ខ្លីៗពីសារៈសំខាន់នៃការប្រើប្រាស់ភ្លើងទី1ធ្វើឲ្យអ្នកមើលដឹងថាគួរផ្ដោតទៅចំណុចណានៃ frame ក្នុងវីដេអូរបស់យើងហ្នឹងហើយទី2ធ្វើឲ្យ subject របស់យើង stand out ឬក៏ដាច់ចេញពី background ឬក៏ផុសអញ្ចឹងទៅហើយចំណែកទី3គឺបង្កើតអារម្មណ៍បង្កើត mood ភាពរីករាយភាពសប្បាយភាពសោកសៅឬក៏ភាព toxic ទៅតាមពន្លឺពណ៌នៃភ្លើងរបស់យើងដែលយើងបានរៀបចំហើយខ្ញុំបាទស្រស់នឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបរៀបចំភ្លើងនិងប្រើប្រាស់ភ្លើងដូចជា key light, fill light ហើយជាមួយនឹង backlight ដែលអ្នកទាំងអស់គ្នាតែងតែលើថា 3 point lighting ភ្លើងទី1គឺ key light គឺជាប្រភពភ្លើងដំបូងគេដែលបញ្ចាំងមកកាន់ subject ឬក៏តួអង្គរបស់យើងហ្នឹងហើយវាបង្ហាញពីទម្រង់ទ្រង់ទ្រាយនិងទិសដៅនៃពន្លឺហើយជាទូទៅគេដាក់វានៅ45ដឺក្រេនៃ subject ឬក៏កាមេរ៉ារបស់យើងភ្លើងទី2គឺជា fill light គឺជាភ្លើងដែលបញ្ចាំងមក subject របស់យើងដើម្បីលុបបំបាត់នៅស្រមោលម្ខាងទៀតឬក៏មិនចង់ឲ្យវាងងឹតពេកអញ្ចឹងហើយជាទូទៅគេដាក់វានៅចំហៀង45ដឺក្រេដែរប៉ុន្តែចំហៀងម្ខាងទៀតនៃ key light របស់យើងហើយភ្លើងទី3គឺជា backlight ដែលជាទូទៅគេដាក់នៅពីក្រោយ subject ហ្នឹងឬក៏គេហៅ hair light ឬក៏ rim light ទី1គឺដើម្បីធ្វើឲ្យតួអង្គឬក៏ subject របស់យើងផុសដាច់ចេញពី background ហើយទី2ហ្នឹងក៏អាចបញ្ជាក់ពី power របស់តួអង្គដែរបើក្នុងរឿងមួយចំនួនអញ្ចឹងទៅហើយបើអាចមានភ្លើងបន្ថែមទៀតមកដើម្បីបង្កើតឲ្យមានភាពតាក់ទាញបន្ថែមទៀតដូចជា practical light, motivate light ឬអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនេះហើយគឺជាមូលហេតុដែលចាំបាច់ត្រូវការប្រើប្រាស់ 3 point lighting ហើយជួបខ្ញុំបាទស្រស់នៅវីដេអូក្រោយ